ប្រពន្ធអ្នករត់ Pass App ដែលសៀតអាយកូមពេញចង្កេះថាប្តីខ្លួនមានសតិមិនល្អនឹងបានចូលបំភ្លឺទទួលស្គាល់កំហុសហើយបន្ទាប់ពីលោកអធិការនគរបាលក្រុងតាខ្មៅបានប្រកាសស្វែងរកបរិះអ្នករត់ Pass App ម្នាក់ដែលក្រវ៉ាត់ ID និងអាយកូម2 3នៅនឹងចង្កេះនិងមានខ្នោះដៃនៅនឹងចង្កេះថែមទៀតដើម្បីអញ្ជើញគាត់មកហូបតែហើយពិភាក្សាការងារមួយចំនួនរួចមកនាព្រឹកថ្ងៃទី1ខែឧសភាឆ្នាំ2025នេះលោកនីសាលីដែលសៀត ID អាយកូមច្រើនបានចូលបំភ្លឺបន្ថែមដល់សមត្ថកិច្ចផ្នែកជំនាញនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅហើយនិងបានទទួលស្គាល់កំហុសឆ្គងកន្លងមកជាមួយគ្នានេះលោកក៏បានធ្វើកិច្ចសន្យាបញ្ឈប់នៅការប្រើប្រាស់នៅរាល់សម្ភារៈផ្សេងៗដែលតាក់ទងទៅនឹងកងកម្លាំងផងដែរបើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថាសមត្ថកិច្ចបានយកវិទ្យុតាក់ទងទាំងអស់មកត្រួតពិនិត្យរួចរាល់ហើយដែលវិទ្យុតាក់ទងទាំងនោះពុំមានភ្ជាប់ជាមួយកាណាល់ប៉ូលីសនោះទេអាយកូមខ្លះបើកទៅឮសំឡេងហើយខ្លះទៀតគឺមិនដំណើរការយ៉ាងណាបើយោងតាមការបញ្ជាក់របស់លោកស្រីលឹមសុខៀងដែលត្រូវជាប្រពន្ធរបស់អ្នកបើកបរ Pass App ខាងលើនោះបានឲ្យដឹងថាប្តីរបស់គាត់មានឈ្មោះនីសាលីមានអាយុ45ឆ្នាំមុខរបររត់កង់3មានកូនចំនួន2នាក់រស់នៅបន្ទប់ជួលស្ថិតនៅភូមិកំពង់សំណាញ់1សង្កាត់កំពង់សំណាញ់ដោយសារតែការស្រឡាញ់របស់របរដូចជាកងកម្លាំងមានដូចជាអាយកូម ID ខ្នោះដៃជាដើមភរិយារបស់គាត់បានបញ្ជាក់ថារាល់ពេលបានលុយពីកូនរៀងរាល់ខែប្តីរបស់ខ្លួនក៏យកលុយដែលកូនជូននោះទៅទិញរបស់របរទាំងនោះយកមកប្រើប្រាស់ដោយបានឃើញនោះដោយមិនដឹងថាខុសទៅនឹងច្បាប់ឬប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចនោះទេជាងនេះទៅទៀតភរិយារបស់បរិះអ្នករត់ Pass App ដែលសៀតអាយកូមពេញចង្កេះបានគូបញ្ជាក់បន្ថែមដល់សមត្ថកិច្ចថាប្តីរបស់គាត់ធ្លាប់ត្រូវរបួសក្បាលធ្ងន់ធ្ងរកាលពី10ឆ្នាំមុនចាប់តាំងពីពេលនោះមកប្តីរបស់គាត់មានសតិមិនល្អដូចគេនោះទេការនិយាយស្ដីក៏មិនសូវបានល្អដែរនិយាយមិនសូវដឹងអីហេតុដូចនេះសូមសមត្ថកិច្ចមេត្តាយោគយល់ផង